xong chỉ vẫn đây anh bên mà anh giờ tên lôi anh cặp các ba lại qua làm ngoắc đầu cái này anh chào anh ơi lục ơi của anh tôi xong ở đây anh mà bên po của tay không anh xong đa tình yêu tê đa lừa các bạn miền bất những nghìn vật thâu ni xong rồi anh làm liên đồ tập con ពេលអឹមដេញគោយន្តដឹកជន្លងម្រេចគណៈកំពុងចរចាគ្នាសំបាយទឹកស្រាប់តែរថយន្តមួយគ្រឿងទៀតបុកស្លាប់ម្ចាស់គោយន្តខេត្តក្រចេះជនរងគ្រោះម្នាក់បានស្លាប់ក្រោយពេលដែលអាវុធហត្ថខេត្តក្រចេះដេញគោយន្តកន្ត្រៃដឹកជន្លងម្រេចនិងបង្គោលរបងចំនួន2គ្រឿងដើម្បីសុំលុយបាយទឹកហើយត្រូវរថយន្តធុនធំមួយគ្រឿងទៀតបើកគៀររថយន្តរបស់សមត្ថកិច្ចនិងបុកអ្នកបើកបរគោយន្តកន្ត្រៃស្លាប់ភ្លាមៗតែម្ដងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 1:30 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី 6 ខែមិថុនាឆ្នាំ 2025 នៅតាមផ្លូវជាតិលេខ 7A ត្រង់ចំណុចភូមិអូពោឃុំក្បាលដំរីស្រុកអូក្រៀងសែនជ័យខេត្តក្រចេះបើតាមប្រភពពីកន្លែងកាត់ហេតុបានឲ្យដឹងថានៅមុនពេលកាត់ហេតុរថយន្តកាមេរីម៉ាកបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Q 9105 ដែលអ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះថាលីកំឡាជាមន្ត្រីកងរាជវុធហត្ថបានធ្វើសកម្មភាពដេញតាមគោយន្តកន្ត្រៃចំនួន 2 គ្រឿងដែលមានដឹកបង្គោលរបងនិងជន្លងម្រេចលុះដល់ចំណុចកាត់ហេតុរថយន្តរបស់សមត្ថកិច្ចនេះក៏បានដេញគោយន្តកន្ត្រៃដឹកបង្គោលរបងដោយសុំលុយបាយទឹក 5000 រៀលរួចបន្តទៅដេញតាមគោយន្តកន្ត្រៃដឹកជន្លងម្រេចរបស់ជនរងគ្រោះបន្តទៀតប្រពន្ធបន្តថាគណៈដែលជនរងគ្រោះកំពុងតែលើកដៃសំពះសុំសមត្ថកិច្ចនោះក៏ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀតមកពីក្រោយបុកគៀររថយន្តរបស់សមត្ថកិច្ចខូចខាតមួយចំហៀងរួចក៏រុញជនរងគ្រោះចូលទៅក្រោមគោយន្តកន្ត្រៃរបស់ខ្លួននិងស្លាប់ភ្លាមៗតែម្ដងក្រោយពេលកាត់ហេតុរថយន្តរបស់សមត្ថកិច្ចក៏បើកយកទៅទុកចោលហើយរត់គេចខ្លួនបាត់ដោយឡែករថយន្តធុនធំដែលបង្កហេតុនោះត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះចាប់បាននៅទីរួមខេត្តក្រចេះសាកសពជនរងគ្រោះមានឈ្មោះថាឡាយម៉ៅមានទីលំនៅភូមិអូពោឃុំក្បាលដំរីស្រុកអូក្រៀងសែនជ័យខេត្តក្រចេះក៏ត្រូវបានសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែករថយន្តទាំងពីរគ្រឿងក៏ត្រូវបានសមត្ថកិច្ចដកហូតយករក្សាទុកនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់អើយមកផ្ទះយើងវិញមកអើយអូអាណាតើបងវាមកអញវិញមក